សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានคลิปវីដេអូមួយដែលចង់និយាយដោយបងប្អូនដឹងហើយម្សិលមិញថ្ងៃ28គឺមានការប៉ះទង្គិចគ្នារវាងទាហានខ្មែរជាមួយនឹងទាហានថៃហើយបងប្អូនយើង share ច្រើនមែនទែនទាំងក្នុង Facebook និង TikTok ហើយថ្ងៃនេះខ្ញុំគ្រាន់តែចេញមកចង់សនំពោដល់បងប្អូនទាំងអស់គ្នាសូមមេត្តាshare ព័ត៌មានណាដែលពិតប្រាកដហើយព្រោះខ្ញុំឃើញ page មួយចំនួនដើម្បីតែ like ដើម្បីតែ share ដើម្បីតែ view ពួក MMO អីហ្នឹងគឺគាត់បានផុសញ៉ៃពេញហ្នឹងអញ្ចឹងហើយក្រសួងការពារជាតិក៏គាត់បានចេញមកបំភ្លឺហើយគាត់ក៏សនំពោដែរកុំឲ្យបងប្អូនshare ឬក៏ share ព័ត៌មានណាដែលវាคล้ายជួនកាល page ខ្លះដឹងបឡាំបកោដឹងបឡាំបកោគាត់ទៅស៊ីធ្វើឲ្យវល់ពេញហ្នឹងអញ្ចឹងហើយតែបងប្អូន share ញ៉ៃរឿងដូចការចល័តអាវុធអីមកព្រំដែនហ្នឹងអាហ្នឹងបងប្អូនមិនគួរណាផុសតាម page ឬក៏ share អីបន្តទេព្រោះហ្នឹងជាការសម្ងាត់របស់យោធាគេមិនអោយយើងថតផុសញ៉ៃអញ្ចឹងទេព្រោះហ្នឹងវាជាការសម្ងាត់អញ្ចឹងហើយខ្ញុំក៏សនំពោកុំអោយបងប្អូន share អារឿងយើងដឹកអាវុធមកព្រំដែនព្រោះខ្ញុំជាទាហាននៅជួបមុខដែរខ្ញុំនៅទាហានព្រំដែនកម្ពុជាថៃនៅនឹងដែរប៉ុន្តែខ្ញុំនៅឆ្ងាយពីកន្លែងដែលកើតហេតុមុំ3ហ្នឹងអញ្ចឹងហើយខ្ញុំសនំពោឲ្យបងប្អូនទាំងអស់គ្នាជួយរក្សាការសម្ងាត់របស់យោធាកុំថតផេះបង្ហោះញ៉ៃហើយកុំ share អាព័ត៌មានដែលពិតអាព័ត៌មានណាដែលคล้ายហ្នឹងគឺបងប្អូនកុំ share អីកុំអោយវាញ៉ៃកាលណាតែបងប្អូន share ច្រើនពេកញ៉ៃដល់ថ្នាក់លើគាត់ពិបាកធ្វើការថ្នាក់លើគាត់ចេះដោះស្រាយហើយយើងអ្នកប្រជាជនធម្មតាហ្នឹងគឺយើងចាំតែតាមដានទៅកុំ share ញ៉ៃពេកអាហ្នឹងជាការសនំពោរបស់ខ្ញុំកុំអោយការសម្ងាត់របស់យោធាហ្នឹងផ្សាយទៅពេញ Facebook អាហ្នឹងវាអត់ល្អទេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមតែបងប្អូននឹងយល់ហើយជួយលាក់ការសម្ងាត់ដល់ពួកយោធាទាំងអស់គ្នា